ទម្លាប់មួយដែលធ្វើឲ្យសិស្សពូកែគឺមានភាពខុសប្លែកគ្នាខ្លាំងពីសិស្សធម្មតាទូទៅអញ្ចឹងនោះគឺទម្លាប់ក្នុងការអនុវត្តបាទអញ្ចឹងមិនថាក្នុងការរៀនមុខវិជ្ជាអ្វីក៏ដោយទោះបីជាគណិតវិទ្យាភាសាខ្មែរភាសាអង់គ្លេសឬក៏មុខវិជ្ជាផ្សេងអញ្ចឹងបើសិនជាយើងមានទម្លាប់នៅក្នុងការអនុវត្តដដែលអញ្ចឹងគឺភាពស្ទាត់ជំនាញគឺនឹងកើតឡើងបាទជារឿយបាទអញ្ចឹងសិស្សពូកែគឺគាត់មានទម្លាប់រំលឹកមេរៀនឡើងវិញបាទរៀនត្រៀមក៏ដូចជាពេលដែលរៀនចប់នៅខ្លឹមសារអ្វីមួយគឺគាត់តែងតែអនុវត្តបាទដដែលទៅធ្វើឲ្យគាត់គឺមានការយល់ដឹងឆាប់រហ័សហើយគឺស្ទាត់ជំនាញបាទជាងសិស្សធម្មតារីឯសិស្សធម្មតាឬក៏សិស្សរៀនយឺតគឺគាត់អត់មានទម្លាប់អនុវត្តទេចុះនៅពេលដែលរៀនពីសាលាចប់ឬក៏រៀនក្នុងម៉ោងសិក្សាចប់គឺគាត់តែងតែភាគច្រើនគឺទុកចោលបាទអញ្ចឹងហើយធ្វើឲ្យចំណេះដឹងដែលទទួលបានពីគ្រូបន្ទាប់ពីបញ្ចប់ខ្លឹមសារនៅក្នុងថ្នាក់រៀនគឺគាត់ភាគច្រើនគឺគាត់ភ្លេចអស់ហើយនៅពេលដែលយើងចាប់ផ្ដើមរៀនបន្តទៀតឬក៏ចូលខ្លឹមសារថ្មីដែលតាក់ទងគ្នាគឺគាត់ធ្វើអត់បានឬក៏របៀបថាសពេចសពិលអញ្ចឹងធ្វើឲ្យគេហៅថាភាពស៊ីសង្វាក់នៅក្នុងខ្លឹមសារមេរៀនពីមួយជំហានទៅមួយជំហានគឺវាពិបាកអត់មានភាពរលូនអញ្ចឹងគឺការចងចាំឬក៏ចំណេះដឹងដែលទទួលបានហ្នឹងគឺវារបៀបថាវាអត់ចូលជាតិគ្នាអញ្ចឹងគឺផ្លេចមុខផ្លេចក្រោយគឺពិបាកអត់ទៅមុខយឺតមែនទែនប៉ុន្តែដល់ពេលសិស្សពូកែគឺគាត់អនុវត្តជាប្រចាំដល់ពេលអញ្ចឹងការសិក្សារបស់គាត់មានន័យថា smooth មួយជំហានទៅមួយជំហានគឺអត់សូវជាមានឧបសគ្គទេហើយធ្វើឲ្យគាត់គឺកាន់តែមានអារម្មណ៍ចង់រៀនជាប្រចាំផងដែរ